ស្ដីអ្នកទាំងអស់គ្នាខ្ញុំយល់អីថ្ងៃនេះយើងនឹងបន្តស្ដីរឿងផ្ដោតស្នេហ៍ចេញពីការយល់ច្រឡំភាគ12 admin ចេញឲ្យគ្នាយើងបានតែមួយភាគទេដោយសារតែ admin នឹងទៅតែប្រឡងហើយដែរហើយសម្រាប់អ្នកមកថ្មីកុំភ្លេចជួយ subscribe like comment ឲ្យ admin ម្នាក់មួយផងណាគ្នាយើងកុំភ្លេចទៅ join group Telegram admin ម្នាក់មួយផង admin នឹងធ្វើការតម្លាក់ link នៅខាងក្រោមតោះកុំឲ្យថា admin និយាយច្រើនយើងចូលទៅកាន់សាច់រឿងរបស់យើងទាំងអស់គ្នាមកយើងរំលឹកពីសាច់រឿងមុនបន្តិចដូចជាយើងបានដឹងហើយថា Stacy ចង់ប្រវត្តិលូយើងត្រូវគ្នាប៉ុន្តែលូយើងក៏បានបដិសេធទៅលើ Stacy ហើយឥឡូវហ្នឹងយើងបានលើគ្រូនិយាយទៅកាន់លូយើងថាតើអ្នកឯងឥឡូវហ្នឹងត្រូវការកន្លែងស្ងប់ស្ងាត់មែនឥឡូវយើងនៅហ្នឹងល្អណាស់ហើយគ្រូក៏សួរលូថាតើអ្នកឯងអត់អីទេមែនហើយលូយើងនោះគេធ្វើហែមបន្តិចហើយបានគេយំយកបដ ாய் ហើយគ្រូគេកំពុងតែគិតក្នុងចិត្តថាតើគេគួរធ្វើម៉េចដើម្បីលួងអូនគេឲ្យឈប់យំព្រោះឥឡូវហ្នឹងគាត់មានអារម្មណ៍ថាត្រជាក់ខ្លាំងណាហើយលូយើងហ្នឹងគឺគាត់យំអស់1ម៉ោងហើយគ្រូនោះគេគិតក្នុងចិត្តថាគាត់អត់ចង់ពាក់ព័ន្ធគ្នាមួយលូយើងច្រើនពេកទេព្រោះពេល3ខែទៀតលូយើងនឹងចាក់ចេញហើយគាត់ក៏លែងបានឃើញមុខលូយើងទៀតដែរហើយគ្រូក៏បានគិតទៀតថាពេលដែលគាត់ជួបលូយើងមុនដំបូងហ្នឹងលូយើងក៏បានយំចឹងដែរហើយគាត់ក៏គិតថានឹងមកពីគាត់ហ្នឹងវាយលូយើងមិនលូយើងយំមកហើយគាត់ថាគាត់សុំទោសលូអត់ស្រាប់តែពេលនោះលូយើងងើបឆោហើយគាត់ក៏បាននិយាយថាគាត់យំចប់ហើយគាត់ក៏បបួលគ្រូយើងដើម្បីទៅវិញហើយគាត់បានប្រាប់ថាឥឡូវហ្នឹងគាត់ងាខ្លាំងណាឥឡូវហ្នឹងលូយើងលូដាក់បងគេថាគេមានអារម្មណ៍ថាច្រមុះគេហ្នឹងក៏ហមខ្លាំងហើយឥឡូវហ្នឹងគេតិចទៀតហើយបងគេក៏តមកវិញថាមកពីអ្នកឯងយំបានច្រមុះអ្នកឯងណាវាក៏ហមរួចមកលូយើងទៅបើកទ្វារប៉ុន្តែស្រាប់តែពេលនោះបើកអត់បានហើយលូយើងលាន់មកថាតើវាមានរឿងអីកើតឡើងចំពោះទ្វារហ្នឹងបើមិនហ្នឹងបើកខើនហ្នឹងហើយគ្រូគេអើតមកនិយាយថាគេបិទទ្វារហើយលូគេនិយាយទៅកាន់បងគេថាអ្នកឯងកុំប្រាប់ខ្ញុំណាថាទ្វារហ្នឹងត្រូវបិទហើយអ្នកឯងកុំប្រាប់ខ្ញុំទៀតថាយើងត្រូវនៅក្រៅហើយគ្រូយើងក៏និយាយថាកាប់ប៉ុណ្ណាខ្ញុំត្រូវប្រាប់អ្នកឯងថាខ្ញុំហ្នឹងចង់មកពីពមៀនឯងឲ្យចូលទៅដល់មុនម៉ោងប៉ុន្តែអ្នកឯងហ្នឹងបាននៅក្រៅដល់1ម៉ោងខ្ញុំក៏អត់នឹកស្មានដល់ដែរហើយលូយើងក៏សួរទៅកាន់បងគេថាតើឥឡូវហ្នឹងយើងត្រូវធ្វើម៉េចយើងត្រូវចាំគេរហូតដល់ថ្ងៃស្អែកមែនហើយគ្រូគេក៏និយាយទៅកាន់អូនគេថាធម្មតាទេខ្ញុំក៏មានលេខទូរស័ព្ទការិយាល័យអ្នកគ្រប់គ្រងចាក់សោនហ្នឹងដែរហើយលូយើងលាន់មាត់សួរទៅកាន់បងគេថាហើយចុះមិញហ្នឹងណែមិនព្រមខកមកខ្ញុំហើយគ្រូគេក៏តបមកវិញថាខ្ញុំអត់មានលេខទូរស័ព្ទអ្នកឯងផងហ្នឹងហើយគ្រូគេក៏បបួលអូនគេហៅកន្លែងណាលាក់ខ្លួនសិនហើយគ្រូគេមិនដឹងបបួលលូយើងទៅកន្លែងណាគេបានទៅស្រែកថាមកតាមខ្ញុំមកហើយលូក៏សួរបងគេថាតើកន្លែងហ្នឹងកន្លែងណាហើយគ្រូក៏តបមកវិញថាកន្លែងហ្នឹងនៅបណ្ណាល័យហើយលូយើងក៏លាន់មាត់សួរទៅកាន់គ្រូថាណែកុំនិយាយថាណែនៅក្នុងចំណោមអ្នកដែលលួចចូលអានសភៅក្នុងហ្នឹងគ្រូក៏តបមកវិញថាហ្នឹងគេគឺជាលើកទី1ដែលគេលួចចូលគ្រូក៏យកទៅខូចឲ្យលូយើងមកកំពុងទៅហើយលូយើងក៏បានស្លឹងមើលគ្រូគាត់ហើយលូគ្រូរបស់យើងហ្នឹងបានគិតថាគាត់គួរយកសភៅអត់ហើយលូយើងក៏បាននិយាយទៅកាន់គ្រូថាខ្ញុំសុំលេខទូរស័ព្ទណែបានអត់ហើយគ្រូក៏និយាយមកវិញថាអូខេហើយលូយើងក៏បានអរគុណទៅកាន់គ្រូយើងហើយគ្រូគឺគាត់និយាយមកកាន់លូវិញថាអ្នកឯងមិនបាច់ចាំអរគុណខ្ញុំច្រើនពេកទេព្រោះអ្នកឯងអរគុណខ្ញុំច្រើនពេកហើយអញខំអរគុណវាប៉ុណ្ណឹងហើយវានៅរើសអើងអញទៀតហើយលូយើងក៏បាននិយាយទៅកាន់គ្រូថាមូលហេតុដែលគាត់នឹងអរគុណគ្រូយើងច្រើនហ្នឹងដោយសារតែគ្រូយើងហ្នឹងបានមករកគាត់ហើយនៅមួយគាត់នៅខាងក្រៅហ្នឹងឡើង1ម៉ោងទៀតហើយមកគាត់ក៏បាននាំលូយើងហ្នឹងមកផឹកទឹកក្រូចនៅនឹងទៀតហើយលូយើងក៏បាននិយាយថែមទៀតថាអ្នកឯងថែមទាំងជួយខ្ញុំចេញពី Stacy ទៀតអ្នកឯងពិតជាល្អខ្លាំងណាស់លូយើងក៏បាននិយាយថែមទៀតថាអ្នកឯងគ្មានអីពាក់ព័ន្ធជាមួយខ្ញុំទេតែអ្នកឯងសុខចិត្តជួយខ្ញុំបើសិនជាខ្ញុំជាអ្នកឯងវិញខ្ញុំបកលណាខ្ញុំនឹងទុកអ្នកឯងចោលហើយថែមទាំងនិយាយទៅកាន់អ្នកឯងថាអ្នកឯងនឹងគឺជាមនុស្សល្ងងហើយខ្ញុំក៏សុខចិត្តទុកអ្នកឯងចោលដែរនិយាយរួចក៏លើកទឹកក្រូចហ្នឹងហូចទៅឲ្យគ្រូយើងហើយថែមទាំងនិយាយថាអ្នកឯងពិតជាល្អខ្លាំងណាស់ហើយធ្វើឲ្យគ្រូនោះគេមើលមកហើយគេគាំងមែនតើហើយគ្រូគេក៏បាននិយាយទៅវិញថាមិនដូចអីអ្នកឯងគិតទេខ្ញុំបានជួបអ្នកឯងដំបូងខ្ញុំបានវាយអ្នកឯងខ្លាំងណាស់
ហើយលោកចាប់ដើមមានអារម្មណ៍ហើយគាត់ថាមានអារម្មណ៍ថាអ៊ីងគ្រូរបស់យើងហ្នឹងចាប់ដើមមានអារម្មណ៍ប្លែកហើយគឺប្លែកខ្លាំងមែនទែនគាត់រួចក៏បានតបទៅកាន់អ៊ីងគ្រូវិញថាអូមែនហើយថ្ងៃហ្នឹងណែពិតជាវាយខ្ញុំឈឺមែនហើយលោកបាននិយាយទៅកាន់អ៊ីងគ្រូថាណែជប់បារម្ភទៅហើយកុំចាំបាច់មានអារម្មណ៍ថាមានកំហុសអីតាមពិតទៅខ្ញុំហ្នឹងឥឡូវក៏ដឹងពីមូលហេតុដែលអ្នកឯងធ្វើចឹងដែរមកពីសម្លៀកបំពាក់របស់អ្នកឯងត្រូវបាត់មែនទែនហើយអ៊ីងគ្រូក៏តបមកវិញថាតាខ្ញុំនៅតែសុំទោសអ្នកឯងអញ្ចឹងហើយលោកយើងក៏បាននិយាយទៅកាន់អ៊ីងគ្រូថាតើអ្នកឯងមានដឹងអត់ថាថ្ងៃមុនដំបូងពេលដែលយើងជួបគ្នាហ្នឹងអ្នកឯងបាននិយាយថាអ្នកឯងនឹងបំផ្លាញខ្ញុំហើយអ្នកឯងនឹងបង្ហាញខ្ញុំថាអ្នកឯងនឹងគឺជាមនុស្សដែលស្រឡាញ់ភេទដូចគ្នាអ្នកឯងគ្រាន់តែនិយាយប៉ុណ្ណឹងដើម្បីបំផ្លាញបំភ័យខ្ញុំឲ្យខ្ញុំនឹងខ្លាចតែប៉ុណ្ណោះពេលហ្នឹងខ្ញុំគិតថាអ្នកឯងឈួតមែនតើហើយអ៊ីងគ្រូតបមកវិញថាតើអ្នកឯងដឹងទៀតអត់ថាអ្នកឯងហ្នឹងគឺជាមនុស្សដំបូងហើយដែលធ្វើបាបខ្ញុំការសម្ដែងរបស់អ្នកឯងពិតជាសមមែនតើខ្ញុំចង់ឲ្យពានរង្វាន់ទៅអ្នកឯងហើយលោកយើងក៏បានសួរអ៊ីងគ្រូថាថ្ងៃហ្នឹងអ្នកឯងអត់ចង់ស៊ីខ្ញុំទេត្រូវអត់ហើយចង់ធ្វើរឿងហ្នឹងមួយខ្ញុំមានត្រូវអត់ហើយអ៊ីងគ្រូគេតមកវិញឡើងលោកយើងបាក់ឆ្កេះហ្មងខ្ញុំក៏បានលេងសើចមួយអ្នកឯងហងខ្ញុំពិតជាចង់ធ្វើវាមែនមើលវានិយាយឈួតអីវាហ្នឹងខ្ញុំនិយាយលេងឯងហើយអ៊ីងគ្រូបានប្រាប់លោកយើងថាកាលគាត់នៅពីក្មេងហ្នឹងគាត់ធ្លាប់បានបង្ហាញមុខទៅលើទូរទស្សន៍ហើយនឹងកន្លែងផ្សព្វផ្សាយផ្សេងហើយឪពុករបស់គាត់ហ្នឹងគឺជាមនុស្សម្នាក់ដែលខ្លាចបាត់មុខមាត់មែនតើអេដមីនសូមបញ្ជាក់មួយសិនពីមុនអ៊ីងគ្រូរបស់យើងហ្នឹងគឺជាអ្នកល្បីខ្លាំងមែនតើណាគ្នាយើងអញ្ចឹងមកយើងជួយទៅកាន់សាច់រឿងរបស់យើងវិញគាត់ថាអ្នកឯងហ្នឹងធ្លាប់ឃើញខ្ញុំប៉ុន្តែគាត់ថាអ្នកឯងឃើញខ្ញុំកាលនៅពីក្មេងពេលធំឡើងនេះឥឡូវហ្នឹងគឺលែងមានខ្ញុំទៀតហើយអ៊ីងគ្រូបាននិយាយប្រាប់លោកយើងថាឪពុករបស់គាត់ហ្នឹងមុនដំបូងគឺជានយោបាយហ្នឹងថ្មីថ្មោងទេប៉ុន្តែពេលគាត់មានអាយុ8ឆ្នាំហ្នឹងគាត់ចាប់ផ្ដើមទទួលបានប្រជែកជាប្រយោជន៍ភាពជាខ្លាំងជាការប៉ັດណាកម្មវិធីបង្ហាញខ្លួននៅក្នុងទូរទស្សន៍របស់ខ្ញុំហ្នឹងគឺវាបានជោគជ័យយ៉ាងខ្លាំងដែលគេបានថារក្សាខ្ញុំទាំងការប៉ັດនោះវាមិនមែនជាការប៉ັດទេដែលថាមើលថែខ្ញុំមករឿងដែលគាត់បានបង្ហាញខ្លួនថាគាត់គឺជាឪពុកល្អហើយនឹងគឺជាគំរូដល់ឪពុកផ្សេងហ្នឹងគ្រាន់តែជាការកុហកតែប៉ុណ្ណោះហើយអ៊ីងគ្រូនិយាយថែមទៀតថាលោកត្រូវបានគេចាត់ទុកថាគឺជានយោបាយវ័យក្មេងសង្ហានិងងាយស្រួលតាក់ទាញដូច្នេះគេរំពឹងទុកទៅលើគាត់ថាគាត់គឺជាអ្នកឈ្នះមិនថាក្រុមគ្រួសារខ្ញុំទេគេសុទ្ធតែរំពឹងទុកទៅលើរឿងហ្នឹងទាំងអស់អ្នកឯងដឹងទៀតអត់ថាការចាប់អារម្មណ៍របស់ពួកហ្នឹងពិតជាគួរឲ្យខ្លាចខ្លាំងមែនតើហើយក៏គេនិយាយរួចគេឡើងមើលលោកយើងហើយគេលាន់មកថាឥឡូវហ្នឹងយើងស្ដាប់ប៉ុណ្ណឹងបានហើយចាំស្ដាប់តនៅថ្ងៃស្អែកយើងខំស្ដាប់ព្រាមើលវានិយាយធ្វើឲ្យលោកយើងគាំងមកទៅហឹងមនុស្សចាស់ពេលនោះអ្នកខមកកាន់អ៊ីងគ្រូរបស់យើងគឺជាអ្នកកាន់សោដមមកហើយពួកគេក៏ប្រវល់គ្នាទៅដមវិញទៅពេលដែលលោកនៅអ៊ីងគ្រូកំពុងតែដើរត្រឡប់ទៅវិញហ្នឹងលោកយើងបានងាកមកវិញហើយបាននិយាយថាណែឯងមានអាកំបាំងលាក់ខ្ញុំមួយឯណាហើយធ្វើឲ្យអ៊ីងគ្រូនោះគាត់គាំងនឹងសម្រាប់ឲ្យលោកយើងនៅឡើងថ្មឹងហើយលោកយើងគឺដើរស្រែកកលីលោកហើយគាត់និយាយថាទីបំផ្លុតគាត់អាចយកឈ្នះចិត្តអ៊ីងគ្រូបានហើយយើងក៏បានឃើញអ៊ីងគ្រូងាកទៅមើលទ្វារលបងដូចគ្នាហើយឥឡូវហ្នឹងវីដេអូហ្នឹងចាប់ថាំហ្នឹងហើយអេដមីនប្រឡងហើយភ្លាមអេដមីនក៏មកសម្រេចរឿងឲ្យគ្នាយើងមើលភ្លាមដោយសារឃើញគ្នាយើងច្រើនណាស់ខមមិនថាអេដមីនអើយសុំភាគតតែអេដមីនអត់ដឹងថាគ្នាយើងហ្នឹងនឹកអេដមីនផងបើនឹកអេដមីនអីខមមិនប្រាប់អេដមីនច្រើនមកក្រូចេញវគ្គពិសេសហ្នឹង3ឆែតធ្វើឲ្យអាឡែងវគ្គចុងក្រោយហ្នឹងនិយាយរៀងច្រើនទៀតដោយសារចង់ដឹងថាមានអ្នកស្ដាប់អេដមីនដល់វគ្គក្រោយណាតែឥឡូវហ្នឹងចាប់ត្រឹមហ្នឹងហើយចាំជួបគ្នាមួយអេដមីននៅវីដេអូក្រោយបាយបាយ